សួស្តីបងប្អូនទាំងអស់គ្នាចាថ្ងៃមុនហ្នឹងខ្ញុំទៅផ្សារជាមួយមិត្តភ័ក្តិហើយអញ្ចឹងទៅក៏ទិញបានរបស់ខ្លះចាដូចជាបន្លែឬក៏ផ្លែឈើអញ្ចឹងណាប៉ុន្តែអ្វីដែលsurpriseខ្ញុំលើកនេះគឺថាខ្ញុំទិញបានផ្លែឈើហ្នឹងវាក្នុងមួយថងហ្នឹងតែ$2ចាមានខ្លះវាអត់សូវមានល្អអញ្ចឹងណាប៉ុន្តែបងប្អូនគួរគិតមើល$2ច្រើនណាហើយអញ្ចឹងទិញគាត់មិត្តភ័ក្តិហ្នឹងគាត់ទិញ2ថងចា2ថងហ្នឹង$4អញ្ចឹងបានមួយកញ្ឆេងហើយចំណែកខ្នោហ្នឹងទិញមកយើងចែកគ្នាកាត់2នាក់ចាកាត់2នាក់ចែកគ្នាចាទិញមកចែកគ្នាពាក់កណ្ដាលម្នាក់ចាហើយទិញបានផ្លែមៀនខ្លះដែរនិងបន្លែខ្លះដែរអញ្ចឹងណាចាចឹងពេលខ្លះបើសិនជាបងប្អូនមានពេលចាអញ្ជើញទៅផ្សារខ្លះទៅគីឡូបានរបស់ធូរថ្លៃចាយកមកវិញអញ្ចឹងណាហើយផ្សារនឹងដែរគឺនៅក្នុងប្រទេសអូស្ត្រាលីចាហើយចាំវីដេអូក្រោយៗចាំខ្ញុំដាក់ផ្សារនឹងឲ្យបងប្អូនមើលចាគេហៅតែ Global Sunday Market ចាហ្នឹងហើយចា